ឆ្លើយតបនឹងសំណួរប្អូនស្រីដែលសួរថាតើ relationship របស់គាត់នឹងជា relationship ដែល serious relationship អត់អញ្ចឹងណាដោយសារគាត់មានការណាត់ជួបគ្នានឹងចំនួន4ដងហើយសិតតែទៅដើរលេងកន្លែងល្អញ៉ាំកន្លែងឆ្ងាញ់អីកន្លែងល្អអញ្ចឹងទៅប៉ុន្តែបរិសម្នាក់ហ្នឹងគឺគាត់ជាអ្នកដែល solo travel ចាអញ្ចឹងបងគ្រាន់តែឲ្យសំណួរខ្លះប្អូនយកទៅពិចារណាទៅទី1តើបរិសហ្នឹងគាត់អាយុប្រមាណប្រហែលជាបើសិនជាបរទេសគាត់អាយុនៅក្មេងពេកចាក្មេងសម្រាប់គេគឺអាយុ20ជាងទៅ30ជាងគេមិនតាន់គិតថាខ្លួនគេចាស់ទេបងប្អូនអញ្ចឹងក្នុងពេលហ្នឹងគឺគេអត់ចង់រៀបការទេបងប្អូនបរទេសប៉ុន្តែមិនមែនទាំងអស់ហ្នឹងណាបងប្អូនភាគច្រើនតែម្ដងហើយrelationship រឿង serious មានន័យថាប្អូនត្រូវចេះសង្កេតមើលគាត់ថាទំនាក់ទំនងហ្នឹងគាត់យកចិត្តទុកដាក់គាត់និយាយទៅយើងអាចស្ដាប់យល់ថាគេហ្នឹងប្រកាសបជាមួយយើងប៉ុណ្ណាអញ្ចឹងណាហើយមួយទៀតតកតងនឹងនៅពេលដែលយើងtravel ឬធ្វើអីជាមួយគ្នាហ្នឹងតើមានសកម្មភាពខ្លះធ្វើឲ្យយើងសង្ស័យថាគាត់ហ្នឹងមានអ្នកណាផ្សេងពីហាយើងអត់អីអញ្ចឹងណាហើយទំនាក់ទំនងហ្នឹងតើធ្វើឲ្យយើងហ្នឹងសប្បាយជាងយើងកើតទុកឬក៏យ៉ាងម៉េចដែរពីព្រោះបរិសខ្លះចេញមកត្បិតតែមានយើងនៅក្បែរគាត់ប៉ុន្តែគាត់បានធ្វើសកម្មភាពធ្វើឲ្យយើងហ្នឹងអត់សប្បាយចិត្តច្រើនជាងសប្បាយចិត្តទោះបីមានលុយយ៉ាងណាក៏ដោយអញ្ចឹងណាហើយមួយទៀតបរិសបរទេសគឺមិនងាយក្នុងការរៀបការទេបើ serious relationship គេនឹងអាចធ្វើអញ្ចឹងណាដូចថាគេបន្តតំណែងហ្នឹងប៉ុន្តែគេអត់រៀបការទេអ្នកខ្លះដល់4-5ឆ្នាំខ្លះកូន1កូន2មិនអ្នកខ្លះដល់10ឆ្នាំ20ឆ្នាំអីចឹងទៅប៉ុន្តែអាហ្នឹងក៏ relationship serious relationship ដែរប៉ុន្តែគេអត់រៀបការអញ្ចឹងមានបងប្អូនខ្មែរយើងមកគឺចំនួនច្រើនមែនតើគាត់បានបរទេសហើយគាត់រស់នៅគាត់អត់បានរៀបការទេអញ្ចឹងណាប៉ុន្តែដោយប្តីប្រពន្ធអញ្ចឹងណាគេភ្ជាប់ពាក្យឬក៏ធ្វើអីតិចតួចអញ្ចឹងទៅហ្នឹងហើយអាចបងប្អូនអាចដែរគាត់អាចនឹង serious relationship ជាមួយប្អូនដោយសារគាត់ណាត់ជួបប្អូនដល់ទៅ4ដងហើយអញ្ចឹងគាត់កំពុងពិចារណាទីបន្ទាប់ទៀតហ្នឹងគឺគាត់កំពុងតែមើលអូនជួនកាលគេនៅអូននៅក្មេងគាត់ក៏នៅរៀងក្មេងហើយក៏គេគិតថាមនុស្សស្រីអាស៊ីហ្នឹងដូចថាពេលខ្លះគាត់នៅសង្កេតមើលយើងសិនណាខ្លាចយើងបោកគេអីអញ្ចឹងណាបងប្អូនដូចថាបោកយ៉ាងម៉េចជួនកាលទៅគ្រាន់តែស្រឡាញ់គេដើម្បីជាឈ្នន់ឬក៏ដើម្បីអីមួយអញ្ចឹងណាគេខ្លាចយើងធ្វើអញ្ចឹងណាអញ្ចឹងគេទុកបន្ត relationship ហ្នឹងនៅមើលយើងសិនដូចតែយើងខ្មែរអញ្ចឹងមានសង្សារអញ្ចឹងទៅយើងអត់ទាន់សម្រេចចិត្តរៀបការឬក៏យកគ្នាចង់និយាយថាយើងនៅមើលគ្នាអញ្ចឹងយកគ្នាជាសង្សារអីគេមកសុំធ្វើជាសង្សារអីយើងក៏នៅមើលគេសិនដែរសង្កេតមើលគេអញ្ចឹងណាហ្នឹងហើយតើគេជាមនុស្សល្អអត់បានយើងសម្រេចចិត្តថាយើងស្រឡាញ់គេអត់អីអញ្ចឹងទៅតែបរទេសក៏គាត់ដូចគ្នាដែរអញ្ចឹងណាគាត់ទុកពេលវេលាហ្នឹងសម្រាប់សង្កេតមើលយើងថាយើងហ្នឹងជាមនុស្សដែលគេពេញចិត្តដែលធ្វើឲ្យគេពេញចិត្តហ្នឹង100%ឬអត់ដូចថាគេខ្លាចយើងចេះខ្លាចយើងចោះឬខ្លាចយើងមានអ្នកនេះមានអ្នកនោះគ្រាន់តែថាមកចូលក្នុងជីវិតគេគ្រាន់តែកំដរអារម្មណ៍អីដែរអញ្ចឹងណាហើយយើងក៏ជាស្រីក៏យើងមានអារម្មណ៍ថាអញ្ចឹងដែរអញ្ចឹងណាខ្ញុំគិតថាមានតែអូនទេដែលអាចឆ្លើយសំណួរនឹងបានមិនខ្វះទេបងប្អូនអ្នកដែលគេ solo trip ប៉ុន្តែ relationship គេចា long term ចា serious ហ្នឹងមានន័យថា long term ចាអញ្ចឹងណាចឹងបងអត់អាចឲ្យចម្លើយណាមួយបានមានតែពេលវេលានិងប្អូនផ្ទាល់ចេះសង្កេតមើលគាត់អញ្ចឹងណាហើយបើប្អូនគិតថាប្អូនចង់ដឹងច្បាស់ប្អូនចង់និយាយថាអាចប្រហើបសួរគាត់តិចចាទីមួយយើងអាចសួរថាអូថាអ្នកឯងឥឡូវហ្នឹងយើងជួបគ្នាច្រើនដងហើយអញ្ចឹងណាហើយខ្ញុំចង់សួរសំណួរមួយទៅដល់អ្នកឯងឆ្លើយប្រាប់ត្រង់បានអត់ហើយចម្លើយហ្នឹងទោះបីចង់និយាយថាវាមិនល្អមួយខ្ញុំក៏ដោយក៏ខ្ញុំអាចទទួលយកអីអញ្ចឹងយើង happy open ទៅវិញទៅមកអញ្ចឹងខ្ញុំក៏ open ទៅលើអ្នកឯងក៏ open មកលើខ្ញុំអញ្ចឹងបងអូនអាចសួរទៅថាតើទំនាក់ទំនងយើងហ្នឹង
គ្រាន់តែជាតំណាក់តំណងលេងសើចមករយៈហ្នឹងឬក៏យើងចង់បន្តតំណាក់តំណងនឹងយូរអង្វែងអីចឹងទៅអញ្ចឹងគេនឹងឲ្យចម្លើយឲ្យបរទេសចូលចិត្តនិយាយត្រង់ហើយបើបងអូនក៏ត្រូវត្រង់មួយគេដែរបើគេឃើញអញ្ចឹងបើបងអូនគិតថាបងអូនពេញចិត្តនឹងតំណាក់តំណងដូចថា solo បែបហ្នឹងបងអូននិយាយជាមួយគេទៅប៉ុន្តែបើបងអូនអត់ពេញចិត្តទេបងអូនក៏និយាយជាមួយគេទៅថា relationship ហ្នឹងគឺចង់និយាយថាខ្ញុំជាមនុស្សស្រីដែលខ្ញុំចង់បាន relationship long term ឬក៏ serious relationship អីអញ្ចឹងទៅអញ្ចឹងបើសិនជាអត់ត្រូវនឹងអ្វីដែលខ្ញុំនេះទេនៅថ្ងៃណាមួយខ្ញុំជួបមនុស្សល្អខ្ញុំនឹងអាចចេញដោយសារគេចេញពីអ្នកអីអញ្ចឹងទៅឬក៏យើងអាចនិយាយអញ្ចឹងទៅបងប្អូនឬថាអ្នកណាដែលគាត់មកហើយបើសិនជាគេច្បាស់លាស់ជាមួយខ្ញុំជាងខ្ញុំនឹងអាចចេញពីអ្នកឯងអីអញ្ចឹងទៅអាហ្នឹងសម្រាប់បងអូនអញ្ចឹងខ្ញុំក៏មិនហ៊ានសម្រេចចិត្តឲ្យដែរហើយខ្ញុំក៏ហ៊ាននិយាយថាគាត់ហ្នឹងអាច serious relationship ឬក៏អត់ដែរពីព្រោះខ្ញុំអត់នៅក្នុងតំណែងហ្នឹងបើសិនជាខ្ញុំជាមនុស្សនៅក្នុងតំណែងហ្នឹងឬក៏ខ្ញុំដឹងដោយថាខ្ញុំជាមិត្តភក្តិអូនខ្ញុំអាចវាតម្លៃបានខ្លះៗដោយសារតែខ្ញុំបានឃើញឬក៏សង្កេតអីបន្តិចបន្តួចណាអូនអញ្ចឹងអាស្រ័យទៅលើអូនតែតំណែងបែបនេះគឺអាចនឹងវាក៏អាច serious ដែរចង់និយាយអញ្ចឹងពីព្រោះអីគេនៅតែណាត់ជួបយើងមានន័យថាគេពេញចិត្តយើងអញ្ចឹងណាបងប្អូនបើថាបរទេសបើសិនជាណាត់យើងម្ដងហើយគេមើលទៅក៏គេអត់សូវពេញចិត្តយើងអីអញ្ចឹងណាសូម្បីឆាតគេមិនចង់តបមកយើងផងបងប្អូនបញ្ជាក់ឲ្យច្បាស់ហ្មងបរទេសអត់សូវដូចខ្មែរបងប្អូនគេបញ្ជាក់ឲ្យយើងឃើញច្បាស់ហើយតបមួយម៉ាត់អីអញ្ចឹងទៅអ្នកខ្លះគឺគេនិយាយប្រាប់យើងត្រង់តែម្ដងគេថាគេមិនអាចបន្តតំណែងនឹងបានទៀតតែអ្នកខ្លះអត់ប្រាប់ទេប៉ុន្តែធ្វើឲ្យសកម្មភាពមួយចំនួនធ្វើឲ្យយើងដឹងថាអានឹងមិនមែនជា serious relationship តែម្ដងហើយយូរទៅយើងមានអារម្មណ៍ថាអស់ចិត្តដោយខ្លួនឯងយើងឈប់ដោយខ្លួនឯងអ្នកខ្លះគេធ្វើបែបហ្នឹងធ្វើឲ្យយើងនឹងអស់ចិត្តឈប់ដោយខ្លួនឯងឆាតអត់តបយូរតបម្ដងថារវល់នេះរវល់នោះរហូតអញ្ចឹងណាអញ្ចឹងអាហ្នឹងមិនមែនជា serious relationship ទេប្រហែលជាគេអត់ចង់បន្តទៀតទេប៉ុន្តែបើដូចប្អូននេះបងគិតថា50អញ្ចឹងឲ្យអូនសង្កេតមើលខ្លួនឯងអញ្ចឹងណាអរគុណហើយសង្ឃឹមថាអូននឹងជួប serious relationship ចោះហើយជូនពរឲ្យអូនជោគជ័យហើយសួរចិត្តខ្លួនឯងដែរណាស្រឡាញ់អត់ចង់បាន relationship នឹងឬក៏អាចចង់និយាយថាសួរចិត្តខ្លួនឯងជាមួយម្នាក់ហ្នឹងថាយើងនឹងពេញចិត្តគេកម្រិតណាបើយើងពេញចិត្តយើងព្យាយាមធ្វើឲ្យល្អមួយគេធ្វើឲ្យគេទុកចិត្តគេនឹងបន្តអាចនឹងមានតំណែង serious relationship ឬក៏អាចឈានដល់ការរៀបការចាអរគុណច្រើនបាយ